សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះមកដើរលេងនៅបនសមុទ្រនៅខេត្តកពតអ្នកគ្នាមកដើរលេងបនសមុទ្រហើយក៏អ្នកគ្នាឈៀងចូលទៅញ៉ាំអីឲ្យហើយអញ្ចឹងណាមុននឹងដើរបន្តអញ្ចឹងណាព្រោះយើងដើរវាច្រើនគីឡូដែរឃ្លានហើយក៏ចាប់ផ្ដើមថតទស្សនភាពនៅក្នុងហាងគេនិយាយទៅបងប្អូនអើយមនុស្សច្រើនណាស់មនុស្សយកតំណាំអស់ទេតំមបានអង្គុយយូរដែរហើយនេះក៏ខ្ញុំចាប់ផ្ដើមញ៉ាំឲ្យបងប្អូននេះញ៉ាំបដើហើយនិយាយទៅមិនដឹងហៅស្អីទេម្ហូបស្អីទេអត់ស្គាល់ទេតែឆ្ងាញ់បងប្អូននេះអត់សូវហ៊ានញ៉ាំច្រើនទេធ្វើស្អាតគេញ៉ាំបែបសុភាពចឹងណាហើយនេះក៏ចាប់ផ្ដើមដាក់ស៊ុបខ្យងម្ដងបងប្អូនអើយនិយាយទៅញ៉ាំហូហែរហូតហ្មងហើយនេះដល់ចូលវគ្គខ្យងហើយបងថ្លៃគាត់ដាក់បន្លែចូលចឹងណាហើយក៏និយាយលេងតិចតួចចឹងទៅនិយាយទៅនិយាយលេងអត់ចេះអស់ពាក្យនិយាយទេបងប្អូនអើយហើយនេះកំឡោះអីគេមានប្រពន្ធហើយចេះហៅគេកំឡោះហើយក៏គេញ៉ាំមើលទៅនងអត់បងប្អូនមើលមាត់ទៅនងអត់ហើយនេះប្រពន្ធគេបងប្អូនហើយប្រពន្ធប្អូនថ្លៃស្រីប្អូនថ្លៃប្រុសហើយនេះក៏ខ្ញុំចាប់ផ្ដើមដួសស៊ុបញ៉ាំដែរបងប្អូននេះនិយាយទៅខ្ញុំញ៉ាំតែបន្តិចទេស្អាតគេញ៉ាំបន្តិចទេសូវហ៊ានញ៉ាំច្រើនទេគ្រាន់តែ 3-4 ចានតែឯងហ្នឹងបងប្អូននេះហើយមកទឹកស៊ុបគេតំណងអត់បងប្អូននិយាយទៅឡើងពណ៌ក៏តំណងខាប់ហើយមានទេខ្ញុំឥឡូវពួយហើយស្អាតបាទដវងទេដល់ទៅពេលរបស់គេឆ្ងាញ់ពួយហើយស្អាតទុកមួយឡែកសិនញ៉ាំសិនហើយនិយាយទៅមកមុខណាក៏រៀងឆ្ងាញ់ដែរបងប្អូននៅផែនេសាទហ្នឹងនិយាយទៅមកពីយើងឃ្លានក៏មិនដឹងយូរចេញដើរម្ដងយើងពួយអាណាណីណាបងប្អូនស្អាតធ្វើចរិតស្អាតអីយើងទុកម្ដុំសិនហើយនេះក្តៅណាស់បងប្អូនតែអត់មានទុកឲ្យវារៀងចុះតិចបន្តិចទេពួយទាំងក្តៅហ្មងអាក្តៅផងអីផងហ្នឹងនៅលូកហើយមើលហុយផ្សែងបងប្អូនអើយដល់កហើយហេតុតែឃ្លានអត់មានចាំឲ្យតិចសិននេះហើយមើលមាត់វិញនិយាយពីតំណងដល់កហើយក៏និយាយគ្នាលេងមើលគេមើលឯងញ៉ាំនិយាយទៅញ៉ាំស៊ុបខ្លែមស្អាតផុសស្អាតនៅតុកផ្សេងមានចិនមានខ្មែរមានជនជាតិបរទេសគ្រប់សពបែបយ៉ាងនិយាយទៅត្រូវខ្ញុំចូលចិត្តណាស់អាស្អាតផុសស្អាតនឹងញ៉ាំបដាខ្លែមផុសស្អាតស្អាតមិនខ្លែមអីណាមើលគេណាបងប្អូនណាហើយនេះក៏ចាំងមើលនៅតុកខ្ញុំតិចតួចទៅកុំឲ្យថាថតតែឯងពេកចឹងណាបងប្អូនថតគេថតឯងខ្លះថតគ្រួសារខ្លួនឯងខ្លះអញ្ចឹងទៅហើយនិយាយទៅអារឿងនិយាយគ្នាលេងនេះអត់ចេះអស់ពាក្យទេបងប្អូនញ៉ាំបដើញោះគ្នាបដើនិយាយលេងបដើហើយក៏ថតទៅនេះទៅនោះដាក់ខ្លួនឯងវិញហើយសូវបានចាំងគេច្រើនទេដាក់តែខ្លួនឯងនេះចាប់ផ្ដើមចូលខ្យងមួយទៀតឯណាបងប្អូនណានិយាយទៅខ្យងច្រើនខ្ញុំមិនសូវញ៉ាំច្រើនទេបងប្អូនគ្រាន់តែខ្យង 3-4 តែឯងហ្នឹងហើយបួងពេញមាត់ហើយក៏បាក់និយាយណាបងប្អូនព្រោះពេលដែលបញ្ចូលម្លេងទៅយើងនឹកអត្តតភាពយើងទៅញ៉ាំហ្នឹងឃ្លានទៀតដែរបងប្អូននិយាយបញ្ចូលបដាចង់ស្រក់ទឹកមាត់បដាហើយនេះចាប់ផ្ដើមមើលញ៉ាំឆ្អែតអីមេគាត់ញ៉ាំឆ្អែតគាត់មានកម្លាំងទៅរំហើយខាងប្រុសមិនសូវប្រមាណទេមិនសូវឡែអៀនមើលខាងស្រីវិញនិយាយពីទាញខាងប្រុសរំដល់ហើយហ្នឹងរំក្រុមមិនអស់ចិត្តទេណាឡើងទៅរំដល់លើឆាកទៀតមើលទៅតែមេនិយាយទៅក្មេងៗសុបាយណាស់និយាយទៅយើងជាម្ដាយយើងឃើញកូនសុបាយអញ្ចឹងយើងក៏វាសុបាយដែរហើយនេះក៏ចាប់ផ្ដើមមើលរៀបចំចេញទៅក្រៅហើយបងប្អូនហើយហ្នឹងនៅកពតយើងបងប្អូននៅផែនេសាទហើយក៏អរគុណបងប្អូនទាំងអស់គ្នាបាយបាយ